នៅក្នុងជីវិតប្រចាំថ្ងៃមនុស្សជាច្រើនតែងមើលឃើញអ្វីដែលខ្លួនខ្វះជាងអ្វីដែលខ្លួនមានពួកគេមិនពេញចិត្តនឹងជីវិតនិងតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃប៉ុន្តែពេលខ្លះជីវិតត្រូវការមេរៀនតូចមួយដើម្បីបង្ហាញឲ្យយើងដឹងគុណរឿងស្បែកជើងចាស់និងមេរៀននៃការដឹងគុណមានបរិសម្នាក់តែងតែត្អូញត្អែព្រោះស្បែកជើងរបស់គាត់ចាស់និងខូចរាល់ថ្ងៃគាត់គិតថាជីវិតរបស់គាត់មិនល្អដូចអ្នកដទៃថ្ងៃមួយខណៈដែលគាត់ដើរតាមផ្លូវគាត់បានឃើញបរិសម្នាក់អង្គុយនៅលើរទេះបរិសនោះគ្មានជើងទាំងពីរប៉ុន្តែគាត់កំពុងញញឹមនិងរស់នៅយ៉ាងស្ងប់ស្ងាត់បរិសដែលមានស្បែកជើងចាស់បានឈប់មើលហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់ចាប់ផ្ដើមសោកស្ដាយនិងគិតឡើងវិញអំពីជីវិតរបស់ខ្លួនគាត់យល់ថាទោះស្បែកជើងរបស់គាត់ចាស់ក៏គាត់នៅមានជើងដែរនៅក្នុងជីវិតពិតយើងជាច្រើនត្អូញត្អែព្រោះមិនមានទូរស័ព្ទថ្មីផ្ទះធំឬប្រាក់ច្រើនប៉ុន្តែមានមនុស្សជាច្រើនដែលកំពុងសបិនចង់បានអ្វីដែលយើងមានសប្តាហ៍ថ្ងៃការដឹងគុណអ្វីដែលយើងមាននឹងធ្វើឲ្យចិត្តស្ងប់និងជីវិតមានសុខកុំត្អូញត្អែអំពីអ្វីដែលអ្នកមិនមានចូលដឹងគុណអ្វីដែលអ្នកមានសប្តាហ៍ថ្ងៃព្រោះវាអាចជាអ្វីដែលអ្នកដទៃកំពុងសបិនចង់បានមុនត្អូញត្អែសូមមើលអ្វីដែលអ្នកមានសិនអ្វីដែលអ្នកមានថ្ងៃនេះអាចជាសុបិនរបស់អ្នកដទៃ